ឥឡូវខ្ញុំនិយាយអំពីសហគមន៍អន្តរជាតិចំណុចនេះខ្ញុំបញ្ចេញមតិនិងទស្សនវិស័យមួយឥឡូវខ្ញុំនិយាយអំពីសៅបដាយើងឃើញអន្តរជាតិប្រតិកម្មព្រមព្រៀងខ្ញុំសូនតារាសូមថ្លែងអំណរគុណចំពោះសហគមន៍អន្តរជាតិដែលប្រតិកម្មព្រមព្រៀងបើទោះជាសហគមន៍អន្តរជាតិមិននិយាយកាន់ជើងកម្ពុជាក៏ដោយឬក៏មិនកាន់ជើងថៃនិយាយក្នុងផ្លូវកណ្ដាលដើម្បីចាប់ឲ្យភាគីកម្ពុជានិងថៃជជែកគ្នាក៏ដោយក៏ខ្ញុំអរគុណដែរខ្ញុំមិនចាំបាច់តតែសហគមន៍អន្តរជាតិនិយាយថាថៃខុសខ្មែរត្រូវ 100% អត់ទេអ្វីដែលខ្ញុំខ្លាចគឺសហគមន៍អន្តរជាតិស្ងាត់អានោះដែលខ្ញុំខ្លាចពីព្រោះខ្ញុំយល់បងប្អូនយើងមិនអាចយើងយកខ្លួនយើងទៅដាក់ជាខ្លួនអន្តរជាតិលីអេជនអន្តរជាតិមិនអាចទៅកាន់ជើងអ្នកណាបានទេឥឡូវខ្ញុំឧទាហរណ៍ថាយើងជាខ្មែរចុះកាលពី3ខែមុនប៉ាគីស្ថាននិងឥណ្ឌាផ្លោងគ្រាប់ដាក់គ្នាឥឡូវខ្ញុំសួរយើងតើយើងថ្កោលទោសអ្នកណាយើងថ្កោលទោសអ្នកណាមែនទេឥណ្ឌាចោទប៉ាគីស្ថានចោទនេះឧទាហរណ៍ថាឥណ្ឌាជាមហាអំណាចអាងអំណាចទៅបាញ់ចូលទឹកដីប៉ាគីស្ថានតដៃមកវិញឥណ្ឌាឈ្លានពានទៅចុះយើងដឹងយើងជាប្រជាជនយើងនិយាយបានប៉ុន្តែឧទាហរណ៍ថាយើងជាអ្នកការទូតតើយើងទៅថ្កោលទោសឥណ្ឌាយ៉ាងម៉េចយើងពិភពលោកត្រូវខាត់ឥណ្ឌានិងប៉ាគីស្ថានដើម្បីឲ្យងាកទៅរកការចរចាបញ្ចប់បទឈប់បាញ់អំពើហិង្សាអ្វីដែលអន្តរជាតិធ្វើបានគឺប៉ុណ្ណឹងអញ្ចឹងបានខ្ញុំនិយាយនេះដើម្បីខ្ញុំចូលរួមចំណែកថាទោះជាអន្តរជាតិមិនកាន់ជើងកម្ពុជាហើយថាថៃខុសថ្កោលទោសថៃណានិយាយកណ្ដាលគ្រាន់តែប្រតិកម្មខ្ញុំសូមអរគុណអ្វីដែលខ្ញុំខ្លាចគឺអន្តរជាតិស្ងាត់បិទភ្នែកខ្ញុំនិយាយត្រុសមានអន្តរជាតិជាច្រើនធំ3ខ្ញុំនិយាយធំ3ទី1អាមេរិកឃើញ Donald Trump គាត់បានថ្លែងកាលពីម្សិលមិញជំរុញឲ្យភាគីទាំងពីរងាកទៅរកណាការដោះស្រាយបញ្ហាដោយសន្តិវិធីនិងគោរពកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពូទី2បារាំងអឺរ៉ុបទូតបារាំងណាក្រសួងការបរទេសអឺរ៉ុបឬក៏ស្ថានទូតអឺរ៉ុបនិងបារាំងអឺរ៉ុបមានន័យថា27ប្រទេសនៅលើពិភពលោកជាងនេះបើកាលណាគេនិយាយពីសហគមន៍អន្តរជាតិគេផ្ដោតការយកចិត្តទុកដាក់សំខាន់ទៅលើប្រទេស2ធំអាមេរិកហើយនិងអឺរ៉ុបទី3អង្គការសហប្រជាជាតិអគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញឲ្យភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធីទី4នៅអាស៊ីប្រទេសមួយដែលមានឥទ្ធិពលគឺជប៉ុនមានឥទ្ធិពលនៅអាស៊ីមានឥទ្ធិពលខ្លាំងជាងអាស៊ានមានឥទ្ធិពលខ្លាំងជាងចិនណានេះបានជំរុញឲ្យភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធីទី4ប្រទេសចិនណាដែលមានឥទ្ធិពលនៅលើពិភពលោកក៏ជំរុញឲ្យភាគីកម្ពុជាដោះស្រាយបញ្ហាអញ្ចឹងមានស្ថានទូតជាច្រើនដទៃទៀតប៉ុន្តែមានសហរដ្ឋអាមេរិក Donald Trump ផ្ទាល់អឺរ៉ុបមាន27ប្រទេសទី2ទី3ជប៉ុនទី4ចិនមានន័យថាពិភពលោកទាំងមូលមិនបិទភ្នែកមើលណាចំនួនរវាងកម្ពុជាហើយនិងថៃទេអញ្ចឹងសម្រាប់សូនតារាវិញខ្ញុំហៅឈ្មោះថាអន្តរជាតិប្រតិកម្មរឿងថៃឈ្លានពានប៉ុន្តែអន្តរជាតិគេមិនអាចនិយាយថាថៃឈ្លានពានទេគេនិយាយអំពីចំនួនព្រំដែនកម្ពុជាថៃអានឹងមួយអញ្ចឹងទស្សនវិស័យរបស់ខ្ញុំវិញបងប្អូនអានេះខ្ញុំនិយាយពីគំនិតនិងទស្សនវិស័យនេះជាសៅបដាគំនិតនិងទស្សនវិស័យរបស់ខ្ញុំកម្ពុជាមិនមែនតែកម្ពុជាទេប្រទេសណាក៏ដោយនៅលើផែនដីយ៉ាងនេះណាមិនអាចរស់តែម្នាក់ឯងនៅឋានប្រចាំបានឡើយដាច់ខាតត្រូវការរួមកិច្ចសហប្រតិបត្តិការជាមួយនឹងពិភពលោកការរួមកិច្ចសហប្រតិបត្តិការជាមួយពិភពលោកសូហ្វីឡុកគឺរួមរស់ជាមួយគ្នានៅលើផែនដីហើយបើសិនជាប្រទេសមួយផ្ដាច់ថារឿងអញគឺជារឿងរបស់អញដូចថៃនេះពួកជ្រុលនិយមមួយចំនួនទៅបាតកម្មប្រឆាំងអាមេរិកនិងម៉ាឡេស៊ីនេះណា
ចឹងមានន័យថាម៉េចបងប្អូនបើកាលណាអត់ដាច់ទេអត់មានច្បាប់អត់មានទម្លាប់នៅលើផែនដីអត់មានច្បាប់អន្តរជាតិខ្ញុំពេញចិត្តពាក្យបារាំងទូតបារាំងនិយាយមួយម៉ាត់ច្បាប់អន្តរជាតិនៅក្នុងចំណោមមានតែបារាំងឯដែលនិយាយដល់ទេមានតែបារាំងទូតបារាំងឯដែលនិយាយថាដោះស្រាយដោយសន្តិវិធីទៅតាមច្បាប់អន្តរជាតិពាក្យនឹងល្អណាស់បងប្អូនណាកម្ពុជាត្រូវការតែច្បាប់អន្តរជាតិទេគោរពទៅតាមច្បាប់អន្តរជាតិមានន័យថាម៉េចបងប្អូនមានន័យថាបើគ្មានច្បាប់អន្តរជាតិទេអាធំវាស៊ីអត់តូចជាងធម្មតាដូចត្រីរ៉ស់នេះត្រីរ៉ស់ទៅហើយនេះបានត្រីរ៉ស់វាទៅស៊ីកពឹសមើលនេះពីព្រោះវាអត់មានច្បាប់សត្វដេរឆានណាខ្លួនមេតាអញ្ចឹងបងប្អូនដែលខ្ញុំថាពិភពលោកមិនអាចដាច់ចេញដោយឡែកពីគ្នាបានទេគឺត្រូវការរួមរស់ជាមួយគ្នាត្រូវការច្បាប់អន្តរជាតិពិភពលោកត្រូវការការពារគ្នាទៅវិញទៅមកត្រូវការជួយគ្នាទៅវិញទៅមកត្រូវការថែរក្សាគ្នាទៅវិញទៅមកនេះជាទស្សនវិស័យរបស់សន្តិរដ្ឋហើយវាឆ្លុះបញ្ចាំងអំពីការពិតពីព្រោះបើសិនកាលណាអត់មានច្បាប់អន្តរជាតិអត់មានការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកលើពិភពលោកយ៉ាងនេះបង្ហូរឈាមនឹងមានចំនួនច្រើនជាងទឹកសមុទ្រពីព្រោះអាធំវានឹងទៅស៊ីអាតូចដូចចំនួន Alexander the Great វាយវាទីតាំងពីម៉ាដូណាម៉ាសេដូណានៅពីក្រិចមកក្រុងក្រិចមករហូតវាទីចូលដល់ចិត្តដល់ចិនវាយយកអារ៉ាប់រហូតដល់អឺរ៉ុបទាំងមូលហ្នឹងណាអញ្ចឹងវាត្រូវមានច្បាប់អន្តរជាតិដូច្នេះកម្ពុជាមិនអាចត្រេកខ្លួនចេញពីច្បាប់អន្តរជាតិបានឡើយខ្ញុំពេញចិត្តនៅសាររបស់បារាំងនិយាយតំណាងឲ្យស្ថានតំណាងឲ្យក្រសួងអឺរ៉ុបការបរទេសអឺរ៉ុបឥឡូវខ្ញុំនិយាយបន្តទៀតតែច្បាប់អន្តរជាតិមានអីច្បាប់អន្តរជាតិទី1នៅលើពិភពលោកហ្នឹងគឺបូរណភាពទឹកដីប្រទេសមួយដែលគេទទួលស្គាល់ដូចសិង្ហបុរីឧទាហរណ៍តែបញ្ចិនចង់ប្លន់ក៏បានដែរតូចប៉ុណ្្នឹងប៉ុណ្្នឹងតែមកគ្រាប់ទេខ្ញុំនិយាយឧទាហរណ៍អញ្ចឹងតូចមែនតើណាប៉ុន្តែហេតុអីបានជាចិននៅគង់វង្សមែនទេអត់នៅអឺរ៉ុបដូចជាប្រទេសលុចសំបួរតូចមែនតែលុចសំបួរសឹងតែអត់មានកងទ័ពផងតាមខ្ញុំទៅមែនទេអត់ដូចជាប្រទេសនៃដូចជាម៉ូណាកូអីចឹងតូចគេអត់ឆ្លៀនពេញគ្នាខ្សែច្បាប់អន្តរជាតិនៅអាស៊ីដូចគ្នាប្រទេសតូចហ្នឹងគឺវាមានច្បាប់អន្តរជាតិអញ្ចឹងបើថៃរំលោភច្បាប់អន្តរជាតិគឺពិភពលោកត្រូវតែចូលរួមអន្តរាគមន៍ដើម្បីការពារច្បាប់អន្តរជាតិមិនមែនការពារតែកម្ពុជាទេគឺកុំឲ្យពិភពលោកទាំងមូលរកចាប់ដើមសើរឿងអាធំកាប់អាតូចបងប្អូនបើអន្តរជាតិអត់ចូលរួមនៅក្នុងកម្ពុជាថៃទេគឺអាធំនឹងស៊ីអាតូចហើយត្បិតតែពិភពលោកពិបាកនឹងទប់ទល់ជាមួយរុស្ស៊ីប៉ុន្តែគេនឹងមិនពិបាកទប់ទល់ជាមួយនឹងណាអានប៉ុណ្ណារវាងកម្ពុជាថៃទេអញ្ចឹងចំណុចនេះមួយខ្ញុំនិយាយអំពីច្បាប់អន្តរជាតិឥឡូវខ្ញុំទាញឲ្យឆ្ងាយមែនទេដែលខ្ញុំថាកម្ពុជាមិនអាចផ្ដាច់បើផ្ដាច់ងាប់គេពាត់ស៊ីហ្នឹងផ្ដាច់គេពាត់ស៊ីអញ្ចឹងកម្ពុជាត្រូវតែភ្ជាប់ខ្លួនជាមួយនឹងអន្តរជាតិឲ្យបានជាប់ខ្លួនតែច្បាប់អន្តរជាតិហ្នឹងខ្ញុំថាទី1បូរណភាពទឹកដីទី2អីនៅក្នុងបន្ទាប់បន្សំទី2គឺការរំលោភសិទ្ធិមនុស្សការគោរពសិទ្ធិមនុស្សគឺជាច្បាប់អន្តរជាតិហ្នឹងកម្ពុជាជាសមាជិកអនុសញ្ញាច្បាប់អន្តរជាតិមានច្រើនណាសូម្បីតែមីនដែលថៃយកលេសថាខុសនៅអូតាវ៉ាអីហ្នឹងច្បាប់អន្តរជាតិណាដូចថៃប្រើគ្រាប់បែកចង្កោមផ្សេងពលអានេះខុសច្បាប់អន្តរជាតិឃើញទេហើយមានន័យថាអន្តរជាតិគេហាមអីចឹងទៅមែនទេដូចកម្ពុជាគេថាមាននឹងមានសល់ពីសង្គ្រាមយើងកំពុងដោះតែដោះមិនទាន់អស់ហើយណាមួយចូលទៅដោះមិនបើព្រំដែនកំពុងតែមានបញ្ហាខ្ញុំចូលទៅដែនបាញ់ខ្ញុំងាប់ទៅមិនទៅអញ្ចឹងកម្ពុជាលើទឹកដីកម្ពុជានឹងដោះសាច់តែកម្ពុជាទេសំខាន់ខ្ញុំចូលទៅចូលលេងដ្ឋានដែលឯងបាញ់រះប្រជាជនតាមព្រំដែនរបស់គោកហ្នឹងមាននឹងក្នុងស្ថានភាពហ្នឹងគេដោះមិនដោះស្អែកលើយើងហើយយើងគង់ទៅដោះអស់ទេមិនបាច់តែខ្វល់ទេតែរចេះនឹងអានេះហៅច្បាប់អន្តរជាតិបងប្អូនដូចជាការគោរពសិទ្ធិមនុស្សគឺអនុសញ្ញាសមាជិករបស់អង្គការសហប្រជាជាតិអញ្ចឹងហ៊ុនសែនណាតើតែពេលដុំថ្មធ្លាក់ត្រូវជើងទើបគាត់ដឹងថាអន្តរជាតិមានសារៈសំខាន់ដែលគាត់ធ្លាប់ប្រមាថមើលងាយកន្លងមកតាមរយៈការរំលោភសិទ្ធិមនុស្សចាប់កម្មសខាដាក់គុកមែនទេរំលោភរហូតដល់ជនស្លូតត្រង់ទៅទៀតមួយទៀតវាក៏នឹងអាចคล้ายទៅជាច្បាប់អន្តរជាតិដែរបន្ទាប់ពីភេរវកម្មច្បាប់អន្តរជាតិមកណាភេរវកម្មមិនមែនជាច្បាប់ឯកជនទេណាឥឡូវនេះវាចូលថ្មីគឺអ ுக ្រិតកម្មឆ្លងដែនវាឈានចូលដល់ច្បាប់អន្តរជាតិនឹងយោងតាមលោកស្រីមូសុខួរដែលបានលើកករណីឪពុករបស់ខ្ញុំទៅក្នុងសហភាពអឺរ៉ុបនិយាយដែលគ្រោងនឹងឲ្យមានច្បាប់គម្រាមកំហែងឆ្លងដែនអានេះច្បាប់អន្តរជាតិគម្រាមកំហែងឆ្លងដែនចំណាស់ហត់ជាផ្នែកមួយនៃច្បាប់អន្តរជាតិអញ្ចឹងខ្ញុំជឿថាកម្ពុជាយើងនៅក្រៅប្រទេសកុំបញ្ឈប់សកម្មភាពចំពោះការ
ទៀមទាឲ្យមានការគោរពសិទ្ធិមនុស្សនិងស្ដារលទ្ធិប្រជាធិបតេយ្យទោះបីជាមានសង្គ្រាមឬក៏សង្គ្រាមនឹងអាចចប់ឬអាចនៅវែងឆ្ងាយសង្គ្រាមអាចចប់ទោះជាវែងឆ្ងាយយ៉ាងណាក៏ដោយសារតែវាមានភាពព្រៃផ្សៃខ្លាំងអន្តរជាតិនឹងលូកដៃលឿនកាន់តែខ្លាំងដូច្នេះវាអាចចប់ឬក៏មិនអាចចប់គ្រាន់តែយូរហើយនឹងខ្លីទេបងប្អូនណាវាអាចមួយខែពីរខែវាអាចថាមួយឆ្នាំអូបន្លាយទៅពេលរបោះចុះប៉ុន្តែរឿងសិទ្ធិមនុស្សបើជនផ្ដាច់ការដកខ្លួនចេញពីស្ថានភាពសិទ្ធិមនុស្សឬក៏ផ្ដាច់ខ្លួនចេញណាគឺវាដាច់ខាតមានរយៈពេលវែងណាបងប្អូនណាហើយបើសិនជាប្រទេសមួយដឹកនាំដោយជនផ្ដាច់ការសាហាវបាត់បង់ការគ្រប់គ្រងពីសហគមន៍អន្តរជាតិទោះបីជាថៃវៃក៏គេអត់ហ៊ានទៅកាន់ជើងថៃទៅទៀតមានពេលខ្លះជួនកាលណាបងប្អូនខ្មែរយើងបើសិនជាយើងគោរពច្បាប់អន្តរជាតិទីហោដូចខ្ញុំនិយាយពីការសិទ្ធិមនុស្សរំលោភសិទ្ធិមនុស្សការចាត់ចងមនុស្សសេរីនៅក្នុងប្រទេសកម្ពុជាដាក់គុកបើកម្ពុជាយើងគោរពសិទ្ធិមនុស្សគោរពច្បាប់អន្តរជាតិគោរពទៅនឹងកតិកាសញ្ញាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលទ្ធិប្រជាធិបតេយ្យមានសេរីភាពលំហល្អនៅក្នុងប្រទេសកម្ពុជាហើយថៃឈ្លានពានណាមិនខ្វះទេមិត្តអន្តរជាតិដែលកោតទោសការឈ្លានពានរបស់ថៃបងប្អូនដូចជាពិភពលោកកោតទោសការបាញ់វាយលុកចូលរបស់ពួកកាហ្សាពីដំបងឲ្យចូលអ៊ីស្រាអែលអានេះគេកោតទោសតាមែនទេប៉ុន្តែនៅពេលណាដែលយើងអត់មានមិត្តជាអន្តរជាតិយើងកន្លងមកយើងអត់ត្រូវការទេយើងខ្លាំងមកប្រាវនឹងយើងមានអំណួតថាអញមិនទេអញសុកចិត្តខំស្មៅកុំមកត្រួតក្បាលកុំមកអីអញអានឹងហើយដែលវាជាការចូលរួមចំណែកមួយដែលធ្វើឲ្យចលនារបស់អន្តរជាតិលូកដៃទៅក្នុងប្រទេសកម្ពុជាដើម្បីអន្តរាគមន៍រឿងព្រំដែនហ្នឹងវាអត់សូវមានឥទ្ធិពលខ្លាំងហើយវាផ្ដល់លេសឲ្យបរទេសជាពិសេសថៃហ្នឹងទៅឈ្លានពានទឹកដីកម្ពុជាអញ្ចឹងបានជាខ្ញុំអានេះជាទស្សនវិស័យរបស់ខ្ញុំទាញថាក្រៅតែពីបូរណភាពទឹកដីពិភពលោកត្រូវតែការពារឲ្យបានជាដាច់ខាតដើម្បីកុំឲ្យពិភពលោកនឹងហូរឈាមច្រើនទៅជាសមុទ្រណាតាមរយៈកម្ពុជាថៃអាខ្លាំងស៊ីអាតូចអាធំស៊ីអាខ្សោយអញ្ចឹងយើងក្រៅតែពីរឿងនេះយើងត្រូវតែគោរពទាំងអស់ច្បាប់អន្តរជាតិមិនមែនត្រឹមតែរឿងមែនទេបូរណភាពទឹកដីមួយទេប្រិយមិត្ត share រនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សនតារាស្រាប់ខោជនផ្ដាច់ការផ្លាស់ប្ដូរផ្នែកគំនិតយើងចូលទៅដល់របៀបវរៈចុងក្រោយសំណួរចម្លើយផ្សេងបាទខ្ញុំចង់អានខមមិនប្រិយមិត្តតិចពីព្រោះជក់និយាយអត់បានមើលលេទាំងអស់ណាឥឡូវចូលមកបាទមានណារិតកឹមណែមានតបខ្មោចចូលទេបងប្អូនណាបើខ្ញុំកលេចទៅពីឈ្មោះទេអ្នកណាជេរបចោអីក៏ខ្ញុំមិនដឹងដែរអញ្ចឹងបើសិនជាមានតបខ្មោចចូលកុំឲ្យទៅណាបាទស្ដាប់ឲ្យចប់សិនណាអានេះដួងចិត្តអរគុណលោកគ្រូបាទមានតបខ្មោចចូលអាចខមមិនពេលវេទិកាចុងក្រោយបានកុំខមមិនពេលដែលខ្ញុំកំពុងនិយាយដល់ពេលនិយាយចប់រត់អស់លីងបលយកបាទណាស៊ីយុទ្ធចុះចំនួនមុនក្រោយសម័យអង្គរថៃប្លន់ដីខ្មែរជាហូរហែរាប់រយឆ្នាំគេមិននិយាយពីសិទ្ធច្រើនហ្នឹងហើយបាទចំនួនមុនខុសពីចំនួនឥឡូវបងប្អូនណាចំនួនមុនដីខ្មែរមហានគរមែនទេចំនួនមុនវៀតណាមគឺជាកុលសម្ព័ន្ធតូចមួយរបស់ចិនណាហើយចំនួនមុនទៀតប្រទេសបារាំងត្រួតត្រាទឹកដីខ្មែរហើយបើចំនួនមុនចូលដល់2-3000ឆ្នាំមុនហ្នឹងមនុស្សស្រាតដល់ឡើយទេនៅតំបន់ធម្មតាហ្នឹងប៉ុន្តែយើងនិយាយពីចំនួនឥឡូវមែនទេចំនួនឥឡូវគឺវាមានច្បាប់អន្តរជាតិច្បាប់អន្តរជាតិគឺកើតពេលណានេះបងណាច្បាប់អន្តរជាតិកើតក្រោយសង្គ្រាមលោកលើកទី2មុនសង្គ្រាមលោកលើកទី2គ្មានច្បាប់អន្តរជាតិទេមានរលាយខ្ញុំនិយាយអំពីត្រង់នេះបន្តិចមុនសង្គ្រាមលើកទី2សង្គ្រាមលោកលើកទី1មានក្រោយពីផ្ទុះទៅនឹងគឺមានអង្គការសង្គមប្រជាជាតិបងប្អូនដឹងទេមុនមានអង្គការសហជីវជាតិគឺមានអង្គការសង្គមប្រជាជាតិណែមហិច្ឆតាអង្គការសង្គមប្រជាជាតិនោះត្រូវអាឡម៉ង់អត់គោរពហើយកើតទៅសង្គ្រាមលោកលើកទី2ចប់សង្គ្រាមលោកលើកទី2គឺមានអង្គការសហប្រជាជាតិច្បាប់អន្តរជាតិក្រោយបញ្ចប់សង្គ្រាមលោកទី2ពិភពលោកបានស្គាល់គ្នាច្រើនតាមរយៈសង្គ្រាមលោកលើកទី2និងអាណានិគមមុនសង្គ្រាមលោកលើកទី2គេហៅថាសង្គ្រាមអាណានិគមដូចជាអាណានិគមអង់គ្លេសត្រួតត្រាច្រើនណាអាស៊ីអាហ្វ្រិកអានេះអាស៊ីអីចឹងទៅអាមេរិកប្រមាណនោះអាហ្នឹងបើអាណានិគមបារាំងត្រួតត្រាឥណ្ឌូចិនមានកម្ពុជាវៀតណាមឡាវអាហ្វ្រិកជាច្រើន
នឹងអារ៉ាប់ហ្នឹងគឺត្រួតត្រាដោយបារាំងអាហ្នឹងណាបាទអ៊ុំក្រើនអញ្ចឹងពេលនោះអត់មានច្បាប់អន្តរជាតិទេបងប្អូនអានោះមានច្បាប់អន្តរជាតិមានន័យថាអាណាខ្លាំងស៊ីអានោះឯងច្បាប់អន្តរជាតិក្រោយពេលសង្គ្រាមលោកទៅសម្រាប់មនុស្សប្រមាណជាង50លានណាប្រមាណជាង50លានអ្នកគ្រាន់តែនៅអឺរ៉ុបមួយអត់ទាន់និយាយជុំពិភពលោកទេណាពេលនឹងពិភពលោកក៏បង្កើតអង្គការសហប្រជាជាតិមួយបានចែងច្បាប់ថាប្រទេសណាណែទូទាំងពិភពលោកត្រូវទទួលយកដែនដីដែលបន្សល់ដោយអាណានិគមឬក៏ដែនដីបច្ចុប្បន្នហើយតែមិនគេធ្វើអញ្ចឹងដើម្បីបញ្ជាកុំឲ្យមនុស្សនឹងសង្សឹកឬក៏ទៅដណ្ដើមដីទៀតដែនដីដែលបន្សល់ដោយអាណានិគមប្រទេសប៉ុណ្ណាគឺជាប្រទេសប៉ុណ្ណឹងហើយបូរណភាពទឹកដីនោះគ្មាននរណាអាចរំលោភបានទេទោះជាប្រទេសនោះមានគ្រាប់បែកអីក៏ដោយក៏មិនអាចរំលោភយកប្រទេសនឹងបានដែរអាចចំណុចហ្នឹងហើយដែលធ្វើឲ្យកម្ពុជាយើងនឹងបាត់បង់កម្ពុជាក្រោមជាផ្លូវការដោយសារតែច្បាប់អន្តរជាតិហ្នឹងហើយក៏ប្រទេសកម្ពុជាយើងទទួលបានខេត្ត3មកវិញបាត់ដំបងសៀមរាបកំពង់ធំហ្នឹងតាមច្បាប់អន្តរជាតិគឺសន្ធិសញ្ញាបារាំងសៀមសន្ធិសញ្ញាបារាំងសៀមគឺជាសន្ធិសញ្ញាដែលចុះហត្ថលេខាដោយបារាំងនិងសៀមនេះអញ្ចឹងអាច្បាប់អន្តរជាតិហ្នឹងវាទៅតែកើតក្រោយមកទៀតទេហើយបើនិយាយអំពីការឈ្លានពានមិនមែនតែថៃទេដែលឈ្លានពានមកកាន់ប្រទេសកម្ពុជាគឺពិភពលោកពីមុនគឺឈ្លានពានគ្នាអាណាខ្លាំងស៊ីអាហ្នឹងទៅថៃបាត់វាស៊ីសរិនឃើញវាស៊ីយួនវាស៊ីកម្ពុជាក្រោមចិនស៊ីទីបេអញ្ចឹងទៅមកទីបេជាប្រទេសកាលពីមុនមកបាទណាកាលពីមុនមកណែអធិរាជរបស់ម៉ុងហ្គោលវាយឯងវៀតទីធំជាងគេបងប្អូនណានៅពិភពលោកនេះអធិរាជដែលវាយវៀតទីធំជាងគេអធិរាជម៉ុងហ្គោលអញ្ចឹងយើងមិនអាចនិយាយថាសម័យមុនឬសម័យនេះនឹងវាទៅណាបានទេបាទនេះគឺបើយើងនិយាយអំពីការឈ្លានពាននឹងមុនសម័យណាក្រោយសង្គ្រាមលើកទី2បូនីបូណាអាខ្លាំងស៊ីអាខ្សោយជារឿងធម្មតាច្បាប់អន្តរជាតិដែលការពារបូរណភាពទឹកដីប្រទេសទោះតូចប្រប៉ុនសបកក្តាមក៏ដោយគឺមានក្រោយពេលចប់សង្គ្រាមលោកលើកទី2នេះទេបាទយើងតតទៀតបាទធនវិធីប្រជាជនខ្មែរចង់បានការផ្លាស់ប្ដូរតែมันអាចទៅរួចវេទនាណាស់បាទការផ្លាស់ប្ដូរត្រូវមានរូបមន្តរបស់វាណាអ្នកណារករូបមន្តឃើញអ្នកនឹងជាវីរៈជនហើយការផ្លាស់ប្ដូរមិនមែនតែប្រជាជនខ្មែរទេដែលត្រូវការជាតិធម្មជាតិរបស់មនុស្សគឺស្រឡាញ់ការផ្លាស់ប្ដូរនៅក្នុងប្រទេសកម្ពុជាមិនយូរមិនឆាប់ការផ្លាស់ប្ដូរវានឹងមានប៉ុន្តែវាមានកលៈទេសៈរបស់វាហើយនឹងដោយរូបមន្តបែបណានេះហើយបើយើងអាចរករូបមន្តបានយើងអាចរករូបមន្តខ្លួនយើងបានគឺយើងធ្វើកុំរងចាំអ្នកដទៃធ្វើឲ្យមានពេលខ្លះយើងគិតថាសំរងស៊ីពិបាកដែលធ្វើមិនទៅរួចបើយើងមានមធ្យោបាយណាដែលល្អជាងសំរងស៊ីយើងធ្វើទៅប្រជាជននឹងគ្រប់គ្រងបាទស្រួយវ៉ាន់ឌីបាទកុំភ្លេចខាងលិចផងលោកគ្រូខាងលិចខាងកើតមហិច្ឆតាអ្នកស្រែកគ្មានអ្នកណាអីគេបាទគ្មានអ្នកណាមានសិទ្ធិបង្រួបបង្រួមជាតិបានទេបើកាន់អំណាចមិនព្រមចូលរួមបង្រួបបង្រួមជាតិទស្សនៈការបង្រួបបង្រួមជាតិគឺជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូបមែនទេប៉ុន្តែគ្រាន់តែថាសម្រាប់ជនផ្ដាច់ការតស៊ូវាមានការលំបាកជាងយើងចង់ខ្លាយទៅជាមហាសក្តិទៅទៀតឃើញទេអ្វីដែលសំខាន់នៅក្នុងទឹកចិត្តរបស់យើងគឺកុំអស់សង្ឃឹមកុំបាក់ទឹកចិត្តបងប្អូនចង់ឡើងឋានប្រច័ណ្ឌណាអាចងាយបងប្អូនឡើងឋានប្រច័ណ្ឌងាយស្រួលជាងការផ្លាស់ប្ដូររបបផ្ដាច់ការទៅទៀតខ្ញុំនិយាយនេះមានន័យថាដើម្បីផ្លាស់ប្ដូររបបផ្ដាច់ការមួយត្រូវការកម្លាំងសាមគ្គីត្រូវការធនធានមនុស្សត្រូវការពេលវេលាត្រូវការការបដិញ្ញាចិត្តត្រូវការការលះបង់ខ្ពស់ណាស់មិនមែនគ្រាន់តែយើងចង់ហើយមិនសម្រេចអ៊ីរិចឆយើងទៅប្រពឹងនរណាម្នាក់យើងដើរតាមនរណាម្នាក់គ្រាន់តែយើងចង់យើងមិនសម្រេចបូនីបូណាយើងទៅកើតទុកក្តៅកាហាយម៉ូម៉ៅខ្លួនឯងហ្នឹងអានឹងទី1យើងមិនទាន់ទៅបានផ្លាស់ប្ដូរអ្នកដតីផងអាចចំណង់របស់យើងនឹងវាคล้ายទៅជាភ្លើងកំហឹងឆាយឆរិសាដុតខ្លួនយើងស្លាប់មុននឹងទៅផ្លាស់ប្ដូរអ្នកដតីបាត់ហើយអញ្ចឹងសាររបស់សូនរាមណាបងប្អូនត្រូវតែមានចិត្តស្ងប់
ត្រូវតែចិញ្ចឹមទឹកចិត្តក្តីសង្ឃឹមហើយយល់ថាវាជារឿងមិនធម្មតាវាមិនមែនជារឿងទុកចេញទេដូច្នេះត្រូវជឿលើការចិញ្ចឹមចិត្តជឿលើការបដិញ្ញាចិត្តជឿលើពេលវេលាយើងជឿលើការតស៊ូរបស់យើងឲ្យច្រើនហើយយើងជឿលើកុសលផលបុណ្យនិងព្រំលិខិតបើសម្រាប់សូនតារាគឺគិតថាមានពេលខ្លះអភូតហេតុណាមួយនឹងអាចជួយយើងពីព្រោះតែយើងអត់លទ្ធភាពណាយើងគ្មានសមត្ថភាពប៉ុន្តែកិច្ចការរបស់យើងនេះវាកងរំពងដល់ទេវតាកិច្ចការរបស់យើងនេះវាកងរំពងដល់ព្រះជាម្ចាស់ដែលត្រូវសម្រេចហើយអ្នកដែលត្រូវទេវតាកាត់សេចក្តីទេវតានិយាយតាមបែបជំនឿណាគឺវានឹងមិនអាចពេចផុតបានឡើយអញ្ចឹងប្រិយមិត្តដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ទៅត្រឹមបញ្ចប់អរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមរហូតដល់ចប់ share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាទៅដល់ទីណាការផ្លាស់ប្ដូរផ្នត់គំនិតទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាផ្លែតស្ដាប់ហ៊ុនម៉ាណែតអត់ទឹកដមមែនតែនស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារាស្រាតខោជនបដិការផ្លាស់ប្ដូរផ្នត់គំនិតយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានិងម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី